ជំរាបសួរសួស្តីអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់នគរអាន YouTube Channel ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាមកស្ដាប់រឿងនិទានដ៏មានអត្ថន័យមួយដែលមានចំណងជើងថាកាញ់ជ្រងនិងក្រសាលតោះមកស្ដាប់ជាមួយគ្នាថ្ងៃមួយសត្វកាញ់ជ្រងបានអញ្ជើញសត្វក្រសាលមកទទួលទានអាហារពេលល្ងាចជាមួយវាកាញ់ជ្រងបានរៀបចំស៊ុបដាក់ក្នុងចានទៀបសំប៉ែតមួយកញ្ជ្រោងបានលិតស៊ុបក្នុងចានដោយអណ្ដាតរបស់វាយ៉ាងឆ្ងាញ់ប៉ុន្តែក្រសាលដែលមានចំពុះវែងវិញវាមិនអាចស៊ីស៊ុបបានសូម្បីតែមួយម៉ាត់ក្រសាលអន់ចិត្តនឹងកញ្ជ្រោងជាខ្លាំងវាបានត្រឡប់មកផ្ទះវិញដោយសេចក្តីស្រេកឃ្លាន2-3ថ្ងៃក្រោយមកក្រសាលបានអញ្ជើញកញ្ជ្រោងទៅបរិភោគអាហារពេលល្ងាចនៅផ្ទះវាវិញម្ដងក្រសាលបានបម្រើអាហារនៅក្នុងថូដែលមានកវែងតូចចង្អៀតក្រសាលដាក់ចំពុះរបស់វាចូលទៅក្នុងថូអាហារដ៏រីករាយប៉ុន្តែកញ្ជ្រោងវិញវាមិនអាចដាក់មាត់វាចូលទៅក្នុងថូអាហារនោះបានឡើយវាត្រូវអង្គុយមើលអាហារដោយក្តីស្រេកឃ្លានខណៈពេលដែលក្រសាលកំពុងទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ក្រោយអាហារពេលល្ងាចបានបញ្ចប់ក្រសាលបាននិយាយដោយញញឹមថាវាយុត្តិធម៌ណាស់សម្រាប់មិត្តដូចឯងថ្ងៃមុនឯងបានប្រើវិធីនេះមកលើខ្ញុំហើយខ្ញុំក៏បានធ្វើដូចគ្នាចំពោះឯងវិញយ៉ាងម៉េចដែរពេញចិត្តទេកញ្ជ្រោងសម្លាញ់កញ្ជ្រោងមិនតបអ្វីមួយម៉ាត់សោះវាត្រឡប់មកផ្ទះវិញដោយក្តីអាម៉ាស់បំផុតសារអប់រំនៅក្នុងរឿងបើអ្នកមិនចូលចិត្តអ្វីមួយសូមកុំធ្វើវាដាក់អ្នកដទៃគួរគោរពនិងធ្វើល្អចំពោះអ្នកដទៃប្រសិនបើយើងចង់ឲ្យអ្នកដទៃធ្វើល្អចំពោះយើងវិញសូមអរគុណដែលបានស្ដាប់រឿងកញ្ជ្រោងនិងក្រសាលកុំភ្លេច Subscribe Like និង Share ដើម្បីទទួលបានរឿងថ្មីៗទៀតជួបគ្នារឿងក្រោយអរគុណជម្រាបលាបាយបាយ